កំណត់ត្រាមួយបានសរសេរថានាងបានធ្វើដំណើរអស់រយៈពេលយ៉ាងយូររហូតដល់ព្រះរាជធានីមួយមានឈ្មោះថាអូហ៊ីមែនដែលមានព្រលឹងវល់ជាច្រើននៅទីនោះមនុស្សភាគច្រើនហៅថាឋានសួគ៌ហើយព្រមទាំងនាងបាននិយាយជាមួយនឹងខ្លារបស់នាងផងដែរយើងក៏លេចមកមើលមនុស្សមួយក្រុមដែលកំពុងធ្វើដំណើរត្រឡប់មកពីការកម្ចាត់ស្ដេចបិសាចវិញមានចំនួន4នាក់ទូប្រុសរបស់យើងមានឈ្មោះថាហ៊ីមែលបាននិយាយថាពេលទៅដល់ទីក្រុងយើងនឹងរកការងារធ្វើហើយដោយសារជីវិតរបស់យើងមិនបញ្ចប់ដោយការកម្ចាត់ស្ដេចបិសាចតែមួយមុខទេតែហ៊ីមែលក៏បានបកមកនិយាយជាមួយនឹងហ្វីរ៉ែនថាខ្ញុំបានធ្លាប់ឮគេថាអំបូរអែលគឺអាចរស់បានរាប់ពាន់ឆ្នាំគឺរស់បានយូរជាងមនុស្សទៅទៀតដែលមនុស្សគ្រប់គ្នាមិនអាចស្រមៃឃើញបានពេលនោះហ្វីរ៉ែនក៏បាននិយាយថាខ្ញុំគិតចឹងដែរគឺជាបូជីចាហើយនឹងអេសែនគឺជាមនុស្សទឿដែលមានតំណែងគឺជាអ្នកចម្បាំងចំណែកឯFeren គឺជាអំបូរអែលដែលមានតំណែងគឺជាដៃមេឃដែលធ្វើឲ្យពួកគេបានធ្វើឲ្យពិភពលោកនេះមានសុខសន្តិភាពពេញលេញជារៀងរហូតចាប់ពីថ្ងៃទទួលបានបទពិសោធន៍យ៉ាងច្រើននៅក្នុងជីវិតរបស់នាងពេលវេលាចេះទៅដល់មុខអស់រយៈពេល50ឆ្នាំនាងបានត្រឡប់មករាជធានីវិញនាងបានយល់ឃើញថារាជធានីមានភាពសប្បាយរីករាយនិងមានភាពអ៊ូអរជាខ្លាំងជាហេតុធ្វើឲ្យនាងមានការសប្បាយចិត្តហើយរាជធានីក៏មានការប្លែកច្រើនដែរនាងបានមកជួបនឹងហ៊ីមែលដើររកហ៊ីមែលចុះឡើងនាងក៏បានឃើញបុរសចាស់ម្នាក់ដែលអង្អែក្បាលឬក៏លើកទឹកចិត្តនាងកុំអោយនាងពិបាកចិត្តទៀតថាមនុស្សលោកយើងមានការកើតចាស់ស៊ីស្លាប់តែប៉ុណ្ណឹងឯងមិនដូចជាអំបូរអែលឬក៏អំបូរមនុស្សទាទេគឺមានអាយុរាប់រយឆ្នាំពេលបុណ្យសពរ៉ែនក៏បានធ្វើដំណើរស្វែងយល់ពីមនុស្សបន្តទៀតនិងស្វែងយល់ពីវេទមន្តនៅជុំពិភពលោកបន្តទៀតគឺការផ្សងព្រេងនឹងឯងនាងក៏បានគិតថាចង់បបួលសៀមទៅជាមួយដែររសារសៀមគឺជាអ្នកចម្បាំងគឺនាងគិតថាបើបានអ្នកចម្បាំងទៅជាមួយគឺវាល្អណាស់រសារបានមកជួយការពារនិងនាងផងដែរតែសៀមបាននិយាយថាខ្ញុំចាស់ហើយខ្ញុំមិនអាចធ្វើដំណើរទៅទៀតទេខ្ញុំបបោទឿមែនតែខ្ញុំចាស់ហើយខ្ញុំអាយុបានត្រឹមទីដែលនាងមិនដែលធ្លាប់បានស្គាល់និងបានស្វែងយល់ពីមនុស្សផងដែរនាងបានស្វែងយល់ពីវេទមន្តពីរុក្ខជាតិពីជីវិតរបស់សត្វនានាមិនយូរប៉ុន្មានពេលវេលាចេះតែដើរទៅមុខរហូតមិនត្រឡប់ក្រោយថ្ងៃមួយនាងបានមកផ្ទះហ៊ីទ័រដែលគោលបំណងនាងគិតថានឹងយកស្រាមកឲ្យហ៊ីទ័រដែលដាក់នៅភ្នោខាងមុខរបស់ហ៊ីទ័រប៉ុន្តែនាងបានមកជួបនឹងក្មេងស្រីម្នាក់ដែលសក់ពណ៌ស្វានៅក្នុងផ្ទះមួយដល់នៅក្នុងព្រៃស្ដុកមួយនាងបានរស់នៅតែ2នាក់ជាមួយនឹងហ៊ីទ័រតែប៉ុណ្ណោះពេលនោះFerenបាននិយាយថាលោកមិនទាន់ស្លាប់ទេឬលោកស្មានតែស្លាប់មានជំងឺស្លាប់បាត់ទៅហើយខ្ញុំខំយកស្រាយកមកហ្វាយយកមកគេបោះបង់ចោលហើយពេលនោះដែរហ៊ីទ័រក៏បានឲ្យFerenជួយបង្ហាត់បង្រៀនវេទមន្តដល់ថើនផងដែរព្រោះនាងគឺជាក្មេងស្រីដែលសัตว์ព្រាត់ហើយពេលអត់ខ្ញុំទៅជួយនាងយកក្មេងស្រីឬក៏នេះទៅជាមួយផងពេលនោះមួយដែលដូចជាជីវិតអមតៈជាផុសហ្នឹងអាចសិក្សាស្វែងយល់ឬក៏របៀបធ្វើឲ្យមនុស្សខ្លាចជាជីវិតមនុស្សអមតៈFerenក៏បានថាលោកក៏ចេះខ្លាចស្លាប់ដែរមែនទេហ៊ីទ័រក៏គិតថាគិតចឹងដែរពេលនោះហ៊ីទ័រក៏បាននាំ Feren ទៅក្នុងបន្ទប់បណ្ណាល័យមួយដែលមានតុជាផុសយ៉ាងច្រើនដើម្បីយកជាផុសនោះដើម្បីឲ្យFeren យកមកសិក្សាFeren ពេលនោះបានទៅដើររកថើនគ្រប់ទិសទីដើម្បីមកហូបអាហារពេលល្ងាចដែលពេលនោះហើយក៏សាច់រឿងយើងក៏បានបញ្ចប់ទីពេលនេះទៅអ្នកទាំងអស់គ្នាអាចជួយ Subscribe ឬក៏ចុចសញ្ញារូបកណ្ដឹងឲ្យខ្ញុំម្នាក់មួយផងបាយបាយ